បារមីពិតជាមានពិតមែនបងប្អូនអស់គ្នាខ្ញុំគ្រាន់តែឃើញទស្សនវិជ្ជាព្រះសង្ឃជាច្រើនដែលសូត្រធម៌នៅកន្លែងស្រះទឹកនៅប្រាសាទព្រះវិហារហើយខ្ញុំឃើញទស្សនវិជ្ជាដើមឈើគឺបកមកហាក់បីដូចជាបារមីវត្ថុស័ក្តិសិទ្ធិដែលថែរក្សានៅប្រាសាទព្រះវិហារហាក់បីដូចជាកំពុងតែងើបឡើងដើម្បីបញ្ចេញមហិទ្ធិឫទ្ធិការពារកងទ័ពដែលឈរជើងនៅតាមបណ្ដាព្រំដែននៅព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងមូលតែម្ដងបងប្អូនអរគ្នាខ្ញុំគ្រាន់តែឮសំឡេងព្រះសង្ឃជាច្រើនអង្គកំពុងតែសូត្រធម៌ជុំវិញស្រះទឹកប្រាសាទព្រះវិហារព្រមទាំងឃើញដើមឈើបក់មករវើយហាក់បីដូចជាដួងព្រលឹងដូនតាខ្មែររបស់យើងកំពុងតែងើបឡើងការពារកងទ័ពដែលឈរជើងនៅព្រំដែនទាំងមូលព្រឺសម្បុរខ្ញាក់តែម្ដង